សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនសែនប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី5ខែមិថុនាឆ្នាំ2026នេះបានចាត់លោកជំទាវពុំចន្ទនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជានិងសហការីអមដំណើរដោយឧត្តមខញ្ញានអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យរួមជាមួយក្រុមប្រតិបត្តិសាខាយុវជនកាកបាទក្រហមកម្ពុជាជាប់បកគោផ្ទះថ្មីចំនួន3ខ្នងនិងអណ្ដូងទឹកស្អាតចំនួន3ជាpriអំណោយដល់ឧត្តមរបស់សម្ដេចព្រះមហាក្សត្រីព្រះបរមរាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនសែនជូនដល់ប្រជានុរាស្ត្រចំនួន3គ្រួសាររស់នៅតំបន់ដៃសយ៉ាក្នុងឃុំគោកខ្ពស់ស្រុកមន្ទីរអំពើខេត្តឧត្តរមានជ័យបន្ទាប់ពីបានសាងសង់រួចកាលពីថ្ងៃទី1ខែមិថុនាកន្លងទៅនេះដែលខ្ញុំដឹងថាឥឡូវនេះពួកគាត់ទីនៅណានៅអត់ទេចាអញ្ចឹងលើកនេះគឺផ្ទះមួយបកគោជូនថ្ងៃនេះព្រះរាជអំណោយដល់ឧត្តមនេះត្រូវបានបកគោជូនគ្រួសារទី1គឺលោកយាយយ៉ុងយុទ្ធអាយុ72ឆ្នាំគ្រួសារទី2លោកតាយិតសុកអាយុ70ឆ្នាំជាជនពិការជើងម្ខាងរស់នៅជាមួយភរិយាឈ្មោះដួងច័ន្ទអាយុ64ឆ្នាំនិងចៅស្រីកូននេះរៀបរៀងតាណាតទៅដងទឹកក៏ដោយដងទឹកហើយអាតារៀបរៀងទឹកអីគ្រួសារទី3លោកតានូយិនអាយុ72ឆ្នាំរស់នៅជាមួយភរិយាឈ្មោះអែមសុចអាយុ69ឆ្នាំនិងចៅស្រីគ្រួសារនីមួយៗទទួលបានផ្ទះមួយខ្នងទំហំ6ម៉ែត្រគុណ7ម៉ែត្រសង់ពីថ្មដំបូលស័ង្កសីមានចង្ក្រានបាយនិងបន្ទប់ទឹកក្នុងផ្ទះមានបំពាក់ប្រព័ន្ធសូឡាបំភ្លឺខាងក្នុងនិងខាងមុខផ្ទះសម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងសម្ភារៈផ្ទះបាយព្រមទាំងអណ្ដូងស្នប់មួយដែលចំណាយថវិកាសរុបចំនួន$10,000អាមេរិកនៅក្នុងមួយផ្ទះចាយូរហួរខូបលំម៉ៅបកសម្ដេចអេកកេបបន្តិចvừa mà làm gì bông sai lắm lúc tròn tay á lúc chọc tay tim bay tay mơ ngặt năm đó chuột kìa chà thì cái ti quan trọng bốn màu á làm bạch cái tết bớt á ba cả kia chật bọc nâng màu mình lại vô tết chai luôn anh mà cắt mà xem nè vô tập có thơ kẹp chun mà chia vô rồi chàបានមួយខ្នងអាចពីរខ្នងក៏ដោយហើយលើកទីបាន3ខ្នងគេទៅមកគេដៃមើលបន្លាស្អីមើលយើងនេះចាគេដៃមើលទាំងហ្នឹងយ៉ាងសាទគេបាក់មិនទៅយកកញ្ចុងមួយតែថៃចាក់យកទៅហ្នឹងចាព្រោះឆាក់និយាយមកគឺមួយខ្នងចាព្រោះអីខ្ញុំគុំមកអស់គេគាត់មិនជាតាក់តិចតែថាអញ្ចឹងគឺអង្គសោះវាតែទៅទឹកចិត្តថាបានយើងចាប់ចាហើយទៅឲ្យរនៅក្នុងទីខែនេះគូដាអង្គនេះដល់ណាទៀតតែកំសក់ណាផ្ទះជាបើទេគឺជូនអញ្ចឹងបានផ្ទះនេះមួយទៀតទៅឲ្យអញ្ជើញមីងចូលរួមអីតាមការគួរនឹងទៅណាប្រពៃណីរបស់យើងចាហើយសំទីតាមក្នុងពិធីប្រគល់និងទទួលផ្ទះក្នុងនាមកាកបាទក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីព្រះបរមរាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិយសលោកជំទាវពុំចន្ទនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាក្រៅពីបាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹកនិងការអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនសែនប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះម្ចាស់ផ្ទះថ្មីទាំង3ខ្នងក៏បានជម្រាបជូនថាសមិទ្ធផលដែលកើតឡើងនៅថ្ងៃនេះគឺបន្ទាប់ពីសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនសែនបានទទួលនៅបរិយាទ្រព្យចំនួន$30,000អាមេរិកដែលជាបរិយាជោបត្ថម្ភពីសម្ដេចព្រះមហាក្សត្រីព្រះបរមរាជមាតាជាតិខ្មែរនៅក្នុងឱកាសនៃទិវាថ្ងៃកំណើតរបស់សម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីនសែនកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025ភ្លាមគឺសម្ដេចកតេប្របណ្ឌិតប៊ុនរ៉ានីហ៊ុនសែនមិនបានទុកប្រើប្រាស់ផ្ទាល់ខ្លួននោះទេគឺសម្ដេចកតេប្របណ្ឌិត
បុណ្យរនានសែនបាននឹកឃើញមកដល់សុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការចាត់ឲ្យសហការីចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជានិងទីតាំងសមស្របដែលអាចសាងសង់ផ្ទះបានសមរម្យជាពិសេសរោគតំបន់ដាច់ស្រយាលដែលខ្វះទឹកប្រើប្រាស់ដើម្បីជីកអណ្ដូងទឹកស្អាតជូនប្រជាជនសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែងនៅក្នុងស្រុកបន្ទាយអំពើខេត្តឧត្តរមានជ័យនេះបានពិនិត្យឃើញថាមានគ្រួសារងាយរងគ្រោះបំផុតចំនួន3គ្រួសារទៀតទើបសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ាណេនសែនបានសម្ដេចសាងសង់ផ្ទះជូនដែលបានប្រគល់ជូននាថ្ងៃនេះស្របគ្នានេះដែរក្នុងមូលដ្ឋាននេះក៏បានពិនិត្យឃើញកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ហេតុដូចនេះសម្ដេចគតិព្រឹទ្ធបណ្ឌិតក៏បានសម្ដេចផ្ដល់អណ្ដូងទឹកស្អាតចំនួន3បន្ថែមទៀតផងដែរក្នុងនោះកាលពីខែមីនាឆ្នាំ2024គឺផ្ដល់ជូននៅផ្ទះពីរខ្នងនិងអណ្ដូងទឹកស្អាតចំនួន3និងកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2025កន្លងទៅនេះគឺផ្ដល់ជូននៅផ្ទះពីរខ្នងនិងអណ្ដូងទឹកស្អាតចំនួន3ផងដែរដូច្នេះទន្ទឹមនឹងទទួលបានការជួយគិតគូរផ្ដល់ជំរករស់នៅបានសមរម្យហើយនោះអ្វីដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺលោកជំទាវអគ្គលេខាធិការបានក្រើនរំលឹកពីការថែទាំសុខភាពឲ្យបានល្អដើម្បីជៀសផុតពីជំងឺនានាតាមរយៈការរស់នៅត្រូវមានអនាម័យស្អាតជានិច្ចទាំងពេលហូបចុកនិងត្រូវពិសាទឹកឆ្អិនឬក៏ទឹកដាំពុះក៏ដូចជាទុកដាក់សម្រាមឲ្យបានត្រឹមត្រូវហើយកុំដុតសម្រាមពីវាពីកាលជាពិសេសផ្លាស្ទិកជាដើមដែលផ្សែងហុយរបស់វាអាចបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាពរបស់យើងស្របគ្នាដែរក៏ត្រូវប្រុងប្រយ័ត្នពីជំងឺមិនឆ្លងសំខាន់ចំនួន4ដូចជាជំងឺមហារីកជំងឺទឹកនោមផ្អែមជំងឺបេះដូងសរសៃឈាមនិងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃជាដើមដែលជាបញ្ហាសុខភាពសាធារណៈកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេកប្រៃពេកខ្លាញ់ពេកអាហារកំប៉ុងច្រើនពេកផឹកគ្រឿងស្រវឹងនិងការជក់បារីឡាក់ដូច្នេះត្រូវទប់ស្កាត់និងជៀសវាងឲ្យបានពីជំងឺទាំងនេះគឺត្រូវស្រឡាញ់ខ្លួនឲ្យស្ងួនចំណីមានន័យថាកុំបរិភោគអាហារគ្មានសុវត្ថិភាពដើម្បីរួមចំណែកធ្វើឲ្យសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុព្រោះប្រទេសជាតិអាចរីកចម្រើនទៅបានគឺពឹងផ្អែកទៅលើមូលធនមនុស្សដែលមានទាំងចំណេះដឹងនិងមានសុខភាពល្អគ្រួសារដែលទទួលបានផ្ទះថ្មីនៅពេលនេះបានបង្ហាញក្តីរំភើបស្ទើរស្រក់ទឹកភ្នែកដែលមិននឹកស្មានថាមានវាសនាមានផ្ទះថ្មីជាជំរករស់នៅដ៏ល្អពិសេសសូម្បីតែយល់សពក៏មិនហ៊ានគិតផងនោះលោកតាដែលគិតថាខ្លួនឯងនឹងមានផ្ទះអញ្ចឹងទេអត់ដឹងអត់គិតអត់ដឹងថាមានផ្ទះអញ្ចឹងទេហើយដល់ពេលបានអង្គការកាកបាទធ្វើឲ្យអនឹងចង់តិចស្មារតីអញ្ចឹងបាទសប្បាយចិត្តណាស់ក្នុងចិត្តរបស់ខ្ញុំបានកាត់ជួយខ្ញុំចេះសូមឲ្យបងប្អូនកាកបាទនៅបានអាយុបានវែងទៅមុខទៅទៀតបាទខ្ញុំមិនថែមិនវាផ្ទះបានផ្ទះចឹងថែកាន់ផ្ទះខ្ញុំមកទៅទ្រីទ្រូនខ្ញុំថែបាទខ្ញុំសប្បាយចិត្តណាស់សប្បាយមែនទែនហ្មងបាទឡើងអាព្រលឹងធំចង់កលចេញទៅផុតណាវាសប្បាយអពេលប្រពន្ធខ្ញុំឡើងចង់វិញវាសប្បាយចិត្តគិតថាសម័យបាទសម័យនេះបាទសូមជូនពរឲ្យចំណែកនិយាយចំណែកតាបានអាយុវែងហើយអូនសូមឲ្យគាត់បានកាន់ប្រជជនបានវែងសូមឲ្យបានក្តីសុខក្តីចម្រើនទេវតាឆ្នាំថ្មីឆ្នាំ1926ទីសូមថែរក្សាឲ្យគ្រប់គ្នាទាំងអស់យោធានៅខាងមុខក៏ដោយអីក៏ដោយបាទនិយាយឃើញគាត់បានអញ្ចឹងចំណែនទេទេมันចំណែនទេកូនអញ្ចឹងឃើញគាត់បានអញ្ចឹងជួយត្រេកមែនត្រេកដល់សារមិនចាត្រេកឲ្យគ្នាបាននៅឲ្យស្រួលចាចំហើយចំអ្នកដែរមិនចំអ្នកដែលគ្នាកូនបានធ្វើកង់ទឹកពូមិនហើយពូឃើញគាត់បានផ្ទះអញ្ចឹងអូខ្ញុំសប្បាយចិត្តរីករាយដែលគិតមកនៅក្នុងភូមិនេះបាក់វេទនាគិតបានមកនៅភូមិនេះហើយដល់គិតបានប្រទេសខ្ញុំជួយគុណគិតធំណាស់អត់មានចំណែនទេអត់មានចំណែនទេជួយដល់អរគុណដល់អង្គការដែលគិតឃើញដល់កើតខ្ញុំសុខសប្បាយក្នុងខ្លួនខ្ញុំអញ្ចឹងគិតថាកាកបាទក្រហមកម្ពុជាជួយចំគោលដៅអញ្ចឹងបាទសុខសប្បាយជួយទាំងអស់គ្នាអត់មានណាចំណែនកើតទេចឹងណាทำโอยดอกอ่าวដោយឡែកអណ្ដូងទឹកស្អាតចំនួន3ដែលស្ថិតនៅបរិវេណផ្ទះទាំង3គ្រួសារដែលទទួលបាននៅពេលនេះគឺជាសមិទ្ធផលរួមសម្រាប់ប្រើប្រាស់នៅក្នុងភូមិហើយក្នុងឱកាសនោះដែរលោកជំទាវពុំចន្ទនីក៏បានស្នើឲ្យប្រជាជនទាំងអស់ត្រូវចូលរួមថែរក្សានិងរក្សាសមិទ្ធផលបរិយាអំណោយដ៏ឧត្តមឧត្តមរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈសម្ដេចគតិព្រហ្មបណ្ឌិតប៊ុនរ៉ាណេនសែនឲ្យបានគង់វង្សយូរអង្វែងព្រមទាំងត្រូវថែរក្សាបរិស្ថានអនាម័យឲ្យបានល្អនៅបរិវេណអណ្ដូងទឹកកុំឲ្យមានភក់ជ្រាំនិងត្រូវឆ្លៀតដាំដំណាំបន្លែបង្ការដើម្បីសោភ័ណភាពផងនិងដើម្បីបានហូបកាត់បន្ថយការចំណាយលុយទិញផងដែរ
សូមបញ្ជាក់ជូនថាព្រះរាជឧបត្ថម្ភនៅព្រះរាជទ្រព្យដ៏ឧត្តមឧត្តមរបស់សម្ដេចព្រះមហាក្សត្រីព្រះវរៈរាជមេដាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ដែលបានប្រប្រទានជូនសម្ដេចកតេព្រះបណ្ឌិតប៊ុនរណេនសែនបានកសាងជាបរិសមិទ្ធផលនានាជូនដល់ប្រជាជនរាស្ត្រងាយរងគ្រោះបំផុតរស់នៅទីជនបទឆ្ងាយដាច់ស្រយាលដែលមានដូចជាបានសាងសង់ផ្ទះចំនួន31ខ្នងក្នុងនោះផ្ទះ2ខ្នងនៅខេត្តព្រះវិហារ7ខ្នងនៅខេត្តឧត្តរមានជ័យ5ខ្នងនៅខេត្តកំពង់ឆ្នាំង5ខ្នងនៅខេត្តកំពង់ស្ពឺ10ខ្នងនៅខេត្តពោធិ៍សាត់និងផ្ទះ2ខ្នងនៅខេត្តកំពង់ធំជាមួយគ្នានេះបានសាងសង់អណ្ដូងទឹកស្អាតចំនួន36ក្នុងនោះអណ្ដូងទឹកចំនួន3នៅខេត្តព្រះវិហារអណ្ដូងចំនួន19នៅខេត្តឧត្តរមានជ័យអណ្ដូងចំនួន3នៅខេត្តមណ្ឌលគិរីអណ្ដូងចំនួន6នៅខេត្តកំពង់ឆ្នាំងអណ្ដូងចំនួន2នៅខេត្តកំពង់ស្ពឺនិងអណ្ដូងចំនួន3នៅខេត្តកំពង់ធំដោយឡែកក៏បានសាងសង់កន្លែងលាងសម្អាតដៃចំនួន13កន្លែងក្នុងនោះកន្លែងលាងសម្អាតដៃ6កន្លែងនៅខេត្តកំពង់ធំនិង7កន្លែងនៅខេត្តមណ្ឌលគិរីក្រៅពីនេះក៏បានសាងសង់បង្គន់អនាម័យចំនួន4ខ្នងមាន13បន្ទប់ក្នុងនោះបង្គន់អនាម័យ3ខ្នងនៅខេត្តកំពង់ធំនិង1ខ្នងនៅខេត្តមណ្ឌលគិរីផងដែរ